ขณะពេលនេះផងដែរប្រទេសចិននិងប្រទេសអាមេរិកកំពុងតែមានកម្ដៅកាន់តែខ្លាំងពាក់ព័ន្ធជាមួយនឹងសង្គ្រាមសេដ្ឋកិច្ចជាមួយគ្នាហើយបងប្អូនសំបីតែអ្នកតំណាងដែលត្រូវទៅចរចាជាមួយនឹងសហរដ្ឋអាមេរិកខែក្រោយនេះក៏ត្រូវដកចេញពីតំណែងទៀតគ្មានការចរចាចិនចាប់ផ្ដើមរឹតបន្តឹងសេដ្ឋកិច្ចជាមួយនឹងត្រាំហើយត្រាំក្លុកខ្លាំងពេកត្រាំក្លុកគេខ្លាំងពេកគោគេខ្លាំងពេកគិតថាគេនឹងមិនអាចអត់អាមេរិកបានតែមើលសេដ្ឋកិច្ចចិនមិនអាចអត់អាមេរិកបានអាមេរិកគិតថាអញ្ចឹងណាតែឥឡូវចិនណាមានបណ្ដាញច្រើនហើយបណ្ដាញសេដ្ឋកិច្ចគឺមានច្រើនប្រទេសសឹងតែ100ប្រទេសឥឡូវហើយអញ្ចឹងចិនគេអត់មានព្រឺសបល់ជាមួយនឹងអាមេរិកទេឥឡូវនេះអាមេរិកកាន់តែវឹកវរហើយពាក់ព័ន្ធជាមួយនឹងបើសិនជាចិនមិនលក់រ៉ែពិសេសឲ្យទៀតអារ៉ែកម្រណាបើចិនអត់លក់ឲ្យអាមេរិកទៀតអាមេរិកកាន់តែវឹកវរមែនតើណាអញ្ចឹងតិចទៀតអាមេរិកដឹងខ្លួនហើយចាំមើលទៅគោគេដល់ពេលគេគោវិញចាំមើលឈឺប៉ុណ្ណាធ្វើឲ្យគេឈឺពេលគេធ្វើឲ្យឈឺវិញកុំខឹងគេព្រោះអាមេរិកមួយរយៈនេះគឺក្លុកសេដ្ឋកិច្ចសម្បើមណាអាមេរិកធ្វើស៊ីផ្សារហ៊ុនមាសហ្នឹងក៏សម្បើមដែរ BTC ក៏អាមេរិកធ្វើស៊ីសម្បើមដែរអញ្ចឹងដល់ពេលចិនក្លុកវិញកុំឈឺ